source đây là của nó này cái chia file đây là của nó upload đó dương miền backward design Word និង PDF បាទ curriculum Word និង PDF ហើយនឹង file ចុងក្រោយគឺ A5P ដែលយើងត្រូវ zip អញ្ចឹងលោកគ្រូចូល website មកបាទនេះគឺជាថ្នាក់ Panday E2 ហើយលោកគ្រូនៅគ្រូផ្សេងក៏មានថ្នាក់រៀនខ្លួនដែរមានថាថ្នាក់ Panday E1 E2 គីមីរូបគណិតអីចឹងណាបាទអញ្ចឹងលោកគ្រូអានឲ្យចប់មេរៀនទាំងអស់នេះមកតមកលោកគ្រូយកពាក្យថាកម្មវិធីសិក្សាលម្អិតបាទអញ្ចឹងចុចលើនឹងមកយើងអាច submit បានហើយតែដោយសារនេះគឺខ្ញុំបាន submit ម្ដងហើយអញ្ចឹងខ្ញុំនឹងឧទាហរណ៍ម្ដងទៀតបាទហើយសម្រាប់អ្នកដែល submit ម្ដងគឺបញ្ចេញរបៀបអញ្ចឹងឯងចឹងខ្ញុំយកពាក្យថាសរសេរឡើងវិញមកហើយកន្លែងនេះលោកគ្រូអាចសរសេរបានថាសូមជូនកិច្ចការផ្ទះបាទ curriculum design ចឹងមកហើយលោកគ្រូដាក់ឈ្មោះខ្លួនឯងមកឈ្មោះអីចឹងណាបាទ file នេះឧទាហរណ៍ថា file ខុសអញ្ចឹងយើងអាចបន្ថែមឯកសារមកអញ្ចឹងលោកគ្រូយកពាក្យនេះ curriculum design word 1បាទហើយរងចាំវាធ្លាក់ចូលអញ្ចឹងបន្ថែមឯកសារមួយទៀតបាទ curriculum design PDF បាទចុចចាំមករងចាំវាធ្លាក់អញ្ចឹងហើយបន្ទាប់មកលោកគ្រូចុចពាក្យបញ្ជូនកិច្ចការផ្ទះមកអញ្ចឹងភារកិច្ចរបស់លោកគ្រូគឺចប់ហើយដែលរងចាំការស្នើឬក៏រងចាំការកែពីលោកគ្រូអ្នកគ្រូឲ្យគាត់ធ្វើជាគ្រូបន្ទប់ថ្នាក់អញ្ចឹងត្រឡប់មកក្រោយវិញខ្ញុំត្រឡប់មកក្រោយបន្តិចតកតងនឹងចំណុច backward design គឺដូចគ្នាទេគឺអត់ខុសគ្នាទេអញ្ចឹងណាអញ្ចឹងខ្ញុំបង្ហាញត curriculum មួយទៅបានហើយចូលមកដល់មួយទៀតគឺតកតងនឹងរបៀបធ្វើវីដេអូអន្តរកម្មបាទអញ្ចឹងលោកគ្រូចាប់ពាក្យបញ្ជូនមកបាទចាប់ពាក្យបញ្ជូនមកហើយយកពាក្យថាការសរសេរកិច្ចការផ្ទះបាទហើយយកលោកគ្រូទៅសរសេរអញ្ចឹងមកបាទសូមជូនកិច្ចការផ្ទះបាទ A5P ឈ្មោះអីចឹងមកបាទឈ្មោះហួរសេរីវងអញ្ចឹងណាបាទថ្នាក់ទី11អីចឹងទៅអាហ្នឹងលោកគ្រូសេលម្អិតមកណាបាទហើយលោកគ្រូយកពាក្យបន្ថែមឯកសារបន្ថែមលោកគ្រូយកពាក្យនេះយកពាក្យថាហួរសេរីវង .zip នេះបាទដោយសារលោកគ្រូនេះនៅក្នុងនេះវាមាន H5P ហើយនឹងកតុយ HTML ដែលយើង export ហើយបាទចុចលើនឹងមកហើយបន្ទាប់មកយកពាក្យ open នេះមកអញ្ចឹងរងចាំបន្តិចទៅគឺវាធ្លាក់ចូលមកខាងក្រោមហើយប៉ុន្តែគ្រាន់តែ H5P វាយូរបន្តិចអញ្ចឹងលោកគ្រូចាំបន្តិចទៅវាធ្លាក់អញ្ចឹងពេលដែលវាធ្លាក់ហើយលោកគ្រូយកពាក្យថាបញ្ជូនកិច្ចការផ្ទះបាទបញ្ជូនមកពេលដែលបញ្ជូនចប់គឺវាចេញជាទម្រង់បែបនេះ file វិញគឺធ្លាក់ចូលហើយអញ្ចឹងការងាររបស់លោកគ្រូគឺចប់ហើយដោយសារការងារដែលយើងត្រូវ submit គឺមាន3មាន H5P curriculum design ហើយនិង backward design អញ្ចឹងលោកគ្រូ submit ទាំង3ហ្នឹងមកគឺជោគជ័យហើយ